ដំណឹងល្អបងប្អូនដែលប្រសងប៉ះកាយស្ត្រីចាក់សាក់នោះឥឡូវនេះគឺខាងក្រសួងធម្មការនៅបាត់ដំបងនោះគឺបានចាក់បានហើយបាទព័ត៌មានពី VOP News TV ចុះស្រាវជ្រាវប្រសងចាក់សាក់លើរាងកាយស្ត្រីបង្ហោះវីដេអូ TikTok ក្នុងនោះរកឃើញប្រសង5អង្គមានសារធាតុញៀនខេត្តបាត់ដំបងមន្ទីរធម្មការនិងសាសនាខេត្តរួមជាមួយមន្ត្រីសង្ឃស្រុកព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកឡដែលដឹកនាំដោយលោកឌីសុបិនអភិបាលរងស្រុកកាលពីថ្ងៃទី18ខែមីនាឆ្នាំ2026បានចុះធ្វើការស្រាវជ្រាវករណីប្រសង់ចាក់សាក់លើរាងកាយស្ត្រីបង្ហោះវីដេអូ TikTok ខុសវិន័យសង្ឃក្នុងកិច្ចប្រតិបត្តិការខាងលើនេះមន្ត្រីជំនាញបានរកឃើញប្រសង់អង្គនោះនៅវត្តសំរោងលើស្ថិតនៅក្នុងភូមិសំរោងឃុំឆ្នាលមន់ស្រុកកោះក្រឡខេត្តបាត់ដំបងហើយដែលមានការសង្ស័យសមត្ថកិច្ចបានពិនិត្យទឹកនោមរកឃើញមានសារជាតិញៀនលើប្រសង់ចំនួន5អង្គរួមមាន1ឈ្មោះតាវសុផាត2ឈ្មោះច័ន្ទឌីណា3ឈ្មោះយួនមករា4ឈ្មោះវ៉ាតសុវណ្ណ5ឈ្មោះកែសុភេងរួមជាមួយផោះតាំងថ្នាំញៀនចំនួន3កញ្ចប់ស្រាថ្នាំចំនួន2ដបនិងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនផងដែរក្រោយពិនិត្យឃើញដូច្នោះប្រសង់ទាំង5អង្គខាងលើត្រូវបានមន្ត្រីជំនាញធ្វើការផ្សឹកប្រកល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកឡដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់បាទនេះមិនមែនជារឿងធម្មតាទេបងប្អូនទាំងគ្នាមិនមែនតែឃើញរូបភាពចាក់សាក់ធម្មតាទេរហូតដល់គ្រឿងញៀនហើយខ្ញុំឆ្ងល់ថាហេតុអីបានជាអាចារ្យគណៈកម្មការនៅភូមិហ្នឹងនៅវត្តហ្នឹងមិនបានដឹងឮរឿងហ្នឹងហើយហេតុអីបានជាប្រសង់អាចទៅស្រោចទឹកឬក៏ប៉ះពាល់កាយស្ត្រីឈានទៅដល់ការប្រើថ្នាំញៀនរហូតដល់5អង្គនេះហើយពុទ្ធបរិស័ទអត់ដឹងឮនេះកុំបានបណ្ដាញសង្គមធ្វើការផុសផុលទេបាទហើយខ្ញុំផុសវីដេអូនេះឡើងជាង 200k បាទធ្វើការផ្សព្វផ្សាយខ្លាំងមែនទែនធ្វើឲ្យនេះខាងធម្មការបាត់ដំបងចាត់ការរឿងហ្នឹងចឹងហើយបានកម្លាំងប្រជាជននេះកម្លាំងពុទ្ធបរិស័ទនេះគឺមានអធិពលជួយដល់កិច្ចការងារទាំងអស់នឹងបានដែលគណៈពេលបងប្អូនមួយចំនួននៅពេលណានិយាយពីបញ្ហាប្រសងបញ្ហាអសន្តិសុខណាមួយគឺចាប់ផ្ដើមរិះគន់ថាទើសលោកឬក៏បែបនេះមួយបែបនោះមួយបាទអញ្ចឹងបងប្អូនទាំងគ្នាស្រឡាញ់សាសនាត្រូវចូលរួមទាំងអស់គ្នាហើយសូមស្នើដល់គណៈកម្មការអាចារ្យវត្តឬក៏ភិក្ខុសាមណេរយាយជីតាជីដែលនៅក្នុងវត្តហ្នឹងមើលការខុសត្រូវទាំងអស់គ្នាបាទបើសិនជាឃើញប្រសងខុសកុំអឺអើណាកុំអឺអើកុំឃើញស្រោចទឹកឬក៏ធ្វើកិច្ចផ្សេងដែលខុសនឹងពុទ្ធសាសនាលោកបានឲ្យលុយឲ្យបច្ច័យឬក៏ចិញ្ចឹមយើងនៅវត្តយើងក៏បិទមាត់បិទកគឺមិនល្អទេពិសេសអាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទគឺត្រូវជាផ្នែកជាច្រមុះមើលធ្វើយ៉ាងណាដើម្បីឲ្យវត្តនឹងគឺបានល្អកុំឲ្យដោយរូបភាពហ្នឹងណាបងប្អូនណាមិនមែនរឿងធម្មតាទេកន្លងមកមានស្រោចទឹកអីធម្មតាលោកមិនសូវប៉ះអានោះគឺជារឿងខុសមួយហើយប៉ុន្តែរឿងដែលខុសសំខាន់នេះគឺទៅចាក់សាក់ប៉ះកាយស្ត្រីត្រូវអាបត្តិសង្ឃាពិសេសអានេះយើងមើលឃើញចាក់ស្ដាយប៉ុណ្ណឹងផងចុះទៅរឿងក្រោយពីហ្នឹងទៀតមិនដឹងធ្វើស្អីខ្លះរហូតដល់ផឹកគ្រឿងញៀនជក់គ្រឿងញៀនបែបនេះមិនមែនជារឿងលេងសើចទេបាទអញ្ចឹងសូមអរគុណសម្រាប់ចំណាត់ការរបស់ខាងធម្មការបាត់ដំបងហើយនឹងមានច្រើនទៀតបាទអញ្ចឹងគឺតាមវត្តអារាមនីមួយៗអាចារ្យគណៈកម្មការជួយឆែកជួយមើលមែនតើសុខចិត្តមានប្រសងតិចឬក៏វត្តនឹងអត់ប្រសងក៏បានដែរកុំខ្លាចអត់ប្រសងធ្វើបន់មិនខ្វះទេសម័យកាលនេះជិះឡានទៅធ្វើបន់នៅកន្លែងផ្សេងក៏បានដែរបើសិនជាគ្មានលោកត្រឹមត្រូវមិនទៀមទា 100% ទេប៉ុន្តែបើសិនជាដោះថ្នាក់នឹងវត្តមួយអត់មានលោកក៏បានដែរបាទអរគុណច្រើន